បងប្អូនមានបងប្អូនម្នាក់គាត់សួរថាការរត់តាមក្តីស្រមៃនិងអាជីវកម្មដែលគ្រួសារគាត់រៀបចំឲ្យអញ្ចឹងបើសិនជាគាត់រត់តាមក្តីសម័យតើវាធ្វើឲ្យគាត់នឹងបាត់បង់ភាពកតញ្ញូរបស់គាត់អត់អាចធ្វើឲ្យគាត់ទៅជាកូនអកតញ្ញូអត់ចំពោះសំណួរនេះគឺជាសំណួរមួយដែលពួកយើងទាំងអស់គ្នាគួរតែយកមកពិចារណាមែនប៉ុន្តែសម្រាប់យោបល់ខ្ញុំខ្លួនឯងខ្ញុំសូមចែករំលែកទៅបងប្អូនថាសម្រាប់ឪពុកម្ដាយពួកគាត់តែងតែចង់ឲ្យយើងល្អជានិច្ចអញ្ចឹងគាត់តែងតែព្យាយាមរៀបចំផ្លូវដើរជីវិតយើងតាំងពីការរៀនសូត្រការហូបចុករហូតដល់ពេលដែលយើងធំពេញវ័យដឹងក្តីគាត់ចង់ឲ្យយើងមានមុខរបរមួយដែលសមប្រកបហើយវាអាចជោគជ័យក្នុងជីវិតខ្ពស់ជាងនៅអ្វីដែលយើងមានក្តីសម័យអញ្ចឹងខ្ញុំអាចទាញថាពួកគាត់នឹងរៀបចំផ្លូវជីវិតឲ្យពួកយើងបានបើសិនជាយើងព្រមដើរតាមគាត់គឺឱកាសដែលយើងជោគជ័យរហូតដល់ 90% ជោគជ័យហ្នឹងមិនមែនបានន័យថាមានបានធំដុំទេបានន័យថាយើងមិនប្រឈមមុខនឹងគ្រោះថ្នាក់ឬក៏ការខាតបង់វាមានឱកាសក្នុងការទៅមុខជោគជ័យបានរហូតដល់ 90% តែបើយើងបកទៅលើក្តីសម័យវិញក៏វាជារឿងមួយដែលល្អដែរព្រោះដោយសារមនុស្សម្នាក់យើងមានអ្វីម្យ៉ាងដែលយើងស្រឡាញ់នឹងជាក្តីសម័យរបស់យើងដល់អញ្ចឹងយើងធ្វើរាល់ថ្ងៃយើងនៅមួយក្តីសម័យយើងរាល់ថ្ងៃយើងដើរទៅរកគោលដៅដែលយើងគិតឃើញថាយើងស្រឡាញ់អស់ពីចិត្តហ្នឹងវាអត់ធុញហើយធ្វើឲ្យជីវិតយើងមានន័យនិងសប្បាយប៉ុន្តែទន្ទឹមនឹងនោះអ្វីដែលយើងដើរទៅរកក្តីស្រមៃរបស់យើងឱកាសដែលយើងជោគជ័យអាហ្នឹងខ្ញុំនិយាយពីការពិតនិងបទពិសោធន៍គឺវាមានឱកាសតែ 10% ទេហេតុអីបានខ្ញុំនិយាយចឹងដោយសារនៅពេលដែលយើងចាប់ផ្ដើមក្តីសម័យរបស់យើងដើរតាមក្តីសម័យរបស់យើងគឺយើងចាប់ផ្ដើមពីចំណុច0តែអ្វីដែលឪពុកម្ដាយរបស់យើងគាត់រៀបចំឲ្យយើងហ្នឹងគឺចាប់ផ្ដើមពីចំណុចពាក់កណ្ដាលទីឬក៏មានភាពជោគជ័យ 90% ទៅហើយឲ្យតែយើងបន្តដើរតាមគាត់តែបន្តិចទៀតហើយយើងធ្វើតាមអ្វីដែលគាត់ណែនាំគឺយើងអាចទៅមុខបានរហូតដល់ 100% ឬក៏ 99% តែបើយើងចាប់ដើមដើរតាមក្តីសម័យបានន័យចាប់ដើមពី0រហូតដល់ម្ដងតិចយើងត្រូវចំណាយពេលវេលាច្រើនមែនតើដើម្បីយើងស្វែងយល់ដើម្បីយើងរៀនសូត្រដើម្បីយើងឆ្លងកាត់បទពិសោធន៍ផ្សេងពីមុខរបរឬក៏ពីជំនាញដែលយើងគិតថាក្តីសម័យរបស់យើងស្រឡាញ់ប៉ុន្តែទោះយ៉ាងណាបើសិនជាយើងមានក្តីស្រឡាញ់ពិតប្រាកដយើងមានក្តីសម័យល្អមួយយើងដើរតាមគឺពិតណាស់យើងអត់ធុញទេព្រោះខ្ញុំក៏ជាមនុស្សម្នាក់ដែលឆ្លងកាត់អ្វីទាំងអស់ហ្នឹងដែរអញ្ចឹងយើងបកមកវិញក្នុងហ្នឹងខ្ញុំឥឡូវនេះខ្ញុំក៏ជាឪពុកម្ដាយរបស់គេដែរដោយសារខ្ញុំជាឪពុកកូន2ដែរអញ្ចឹងអ្វីដែលខ្ញុំចង់បានមិនខុសពីឪពុកម្ដាយរបស់ប្អូនទេដែលចង់ឲ្យប្អូនមានអនាគតល្អដើរតាមនៅអ្វីដែលមានភាពងាយស្រួលដោយសារពួកគាត់អត់ចង់ឲ្យយើងពិបាកប៉ុន្តែត្រង់ចំណុចនេះខ្ញុំក៏មិនអាចនិយាយទៅខ្ញុំក៏មិនថាយើងត្រូវតែធ្វើតាមឪពុកម្ដាយគឺជារឿងល្អដឹងតែជោគជ័យ 100% ដែរពេលខ្លះក្តីសម័យរបស់យើងបើសិនជាយើងជោគជ័យវាអាចធំជាងអ្វីដែលពួកគាត់រៀបចំឲ្យទៅទៀតព្រោះមនុស្សម្នាក់មានក្តីសម័យអស្ចារ្យរៀងខ្លួនអញ្ចឹងវាអាចធំជាងគ្រាន់តែថាវារៀងស្មុគស្មាញដើម្បីយើងធ្វើដំណើរទៅកាន់ក្តីសម័យហើយសម្រាប់ខ្ញុំជាឪពុកម្ដាយគេនេះខ្ញុំចង់ឲ្យកូនខ្ញុំទទួលបានអ្វីដែលល្អដែលប្រសើរដែលពួកគាត់កុំឲ្យគាត់ជួបឧបសគ្គជីវិតដូចគ្នាអញ្ចឹងបកទៅឪពុកម្ដាយពួកគាត់វិញគឺគាត់មានអារម្មណ៍ដូចគ្នាគាត់ស្រឡាញ់ប្អូនឬក៏ស្រឡាញ់បងហ្នឹងដូចតែខ្ញុំស្រឡាញ់កូនខ្ញុំដូចគ្នាចឹងអត់ចង់ឲ្យកូនលំបាកអត់ចង់ឲ្យកូនឆ្លងកាត់ឧបសគ្គច្រើនទេប៉ុន្តែសម្រាប់ការដើរទៅរកក្តីសម័យពួកយើងអាចនឹងសាកល្បងដែរវាក៏មិនមែនន័យថាយើងបាត់បង់ភាពកតញ្ញូដែរព្រោះដោយសារក្នុងនាមជាកូនយើងនៅតែគោរពនៅតែស្រឡាញ់នៅតែស្ដាប់ពួកគាត់ប៉ុន្តែយើងអាចបញ្យល់ប្រាប់គាត់វិញថាក្តីសម័យយើងតើវា logic អត់អ្នកខ្លះក្តីសម័យរបស់គាត់មានក្តីសម័យមែនតែក្តីសម័យគាត់ស្ដាប់ទៅវាអត់ logic ទេណាវាមិនអាចកើតឡើងឬក៏វាអញនឹងថាទោះបីជាវាជោគជ័យក៏វាអត់មានលទ្ធផលជាដុំកំភួនអីដូចអ្វីដែលពុកម្ដាយយើងរៀបចំឲ្យដែរអញ្ចឹងខ្ញុំអាចឲ្យយោបល់វិញថាយើងអាចថាយើងបែងចែករឿងហ្នឹងជា2យើងអាចធ្វើតាមឬក៏ជួយមុខរបរពុកម្ដាយយើងដើម្បីបំពេញភាពកតញ្ញូផងឆ្លៀតពេលដែលយើងទំនេរព្រោះមនុស្សយើងជាទូទៅយើងមិនអាចរវល់រហូតមួយការងាររហូតទេអញ្ចឹងពេលដែលយើងទំនេរយើងអាច
đa tam cái đây sớm mày dương đầm bay chỉ chip tivi dương ai bầm pon là chip dương cái đây sớm mày dương dương đa tam cái đây sớm mày dương tam tùm rụng mũi tiết để cái hai tham mình cái hai tham mình lẹ băng từng sóng á hơi cho đo pe mũi nu học ca một đó một là bò để phục đài dương hiệp trong mà dương còn lỏ và chuột cháy hơi dương miên pe về lìa khục khỏn để dương set up oi miên nè cục rong miên ấy tới dương khỏn tại involve tinh túi hai dương sao pe về lìa dương vơ bọ mà thưa cái đây sớm mày dương vĩnh trong nội nhắn coi chi trong nội lọ đài tai bà oi tha dương ắt đập tam mà vậy để phục đài dương này nom to tại sao nắng nhung cách tha có vi chia hưởng mùi mình lọ pe đây năng về cặp bật đó còn đai bệnh vậy tại đó là phiệp cắt thì nhũ rư cắt thì nhũ với mình thì mình bẹp bòn đấy vừa từ xa cái đây sờ lạnh cái đây gà rục bó dướng với mình bẹp bòn cho mùi tha dướng thời được thưa tam vậy để con hiệp trăm rồi bị rối bằng cái hai thà cắt thì nhũ quyền còn đặt há ta dương bồng pin chất sờ lạnh đây sờ lạnh dương tạo phục đài dương không cùng đặt na nữa chia chủng nội mùi xèn tiền chân sờ rục màu vĩnh nhung nơi tại này nó mới bong ốn bờ sân chỉ bong ốn ai vừa bàn tam một phục đái cua tại phớ của vậy để phụ quạt hiệp cho mọi dưỡng cứ cao khớp bia rối chục chơi vậy hai cái đây sẽ mày bỏ dưỡng dương đa tới bia ai chục chơi ở ca ta đọc thì rồi thế ở ca này mình chục chơi là hỗ trợ cài sập chân dương lần khai mưa tới hai còn mình nói bỏ chào cái đây sẽ mày đã dương ai phớ cái đây sẽ mày dưỡng tư chia chip bằng top pi chip sầm khánh để phục đại dương và đào lòi nâng chia chúng nói để nhung trong chạy đồng lệ tới hai nấy nhung có số mà chia sẻ đây và xin chỉ miền khó to ấy để sang đi chia cùng địch to luôn vào nhung tế hai tam bọt sau bao nhóm mà phục đại nhóm có tayแต่นายนอมnhóm nào vậy để lỏ hai nhóm miền ngày nít có để xa để ca nhóm sẽ đập đồng bộ miền phía phục đại nhóm đây chẳng sầmรับvideo này nắng ở cồn trơn bye